ស្ដីបងប្អូននៅពេលតែជនហាងអូតូក្លេសនគ្នាបាទនៃគឺជារយន្ត GAC GS Sport ឆ្នាំ2026ដែលតែជនគាត់អញ្ជើញមកដាក់កម្រាលជើងការពារបាទរយន្តហាងអូតូក្លេសនតែម្ដងបាទជាមួយនឹងពណ៌ខ្មៅសុទ្ធរំលេចជាមួយនឹង logo GS Sport យ៉ាងស្រស់ស្អាតយ៉ាងប្រណិតទេតែម្ដងបាទអញ្ចឹងសម្រាប់កម្រាលជើងរបស់ហាងអូតូក្លេសនបងប្អូនមិញឃើញហើយគ្រាន់តែបើកទ្វារខ្វាក់មកបាទគឺឃើញកម្រាលជើងដាក់ទៅគឺការពារបាទរបស់តែជនបានល្អខ្លាំងមែនតែនហើយបើទោះបីជាកម្រាលជើងនេះណាដាក់ទៅមិនត្រូវទៅជាមួយបាទរបស់បងប្អូនពុំមិញឬមកក៏ខ្នាតវាវែងជាងថ្លៃជាងរួនកញ្ញែងកញ្ញងបាទក៏យើងអត់លក់ផលិតផលកម្រាលជើងនេះជូនអតិថិជនយកតែលុយដែរហើយក្រោយពេលដាក់ចូលទៅគឺត្រូវតែជួយការពារបាទរបស់អតិថិជនឲ្យបានល្អខ្លាំងមែនតើលើសពីការពារថែមទាំងធ្វើរយន្តមើលទៅគឺស្អាតទំនើបតនសម័យតាក់ទាញលើសពីអាស៊ីនរបស់គេធម្មតាធ្វើដងតែម្ដងបងប្អូនមានអ្នកគ្នាបាទហើយក្រោយពេលដាក់ចូលទៅក្នុងរយន្តរបស់អតិថិជនគឺយើងតែងតែធ្វើតេស្តបាទចំណុចសំខាន់បំផុតពីមិនគេតែម្ដងបាទទី1គឺហ្គេហាត់នឹងកម្រាលជើងគឺអត់ឲ្យវាកោឬមកកកងគ្នាទេបើសិនជារកឃើញថាហ្គេកោកងចំនួនកម្រាលជើងគឺយើងអត់លក់ផលិតផលកម្រាលជើងជូនអតិថិជនយកតែប្រើប្រាស់ទេដោយសារតែវាពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពនៅក្នុងការបើកបរផ្លូវចិត្តផ្លូវឆ្ងាយរបស់អតិថិជននេះគឺជាទំនុកចិត្តមួយក៏ដូចជាភាពកក់ក្ដៅមួយដែលយើងតែងតែផ្ដល់ជូនអតិថិជនឲ្យគាត់អញ្ជើញមកដាក់កម្រាលជើងការពារបាត់រយន្តហាងអូតូសិនហើយចំណុចទី2ហ្នឹងគឺជាការប្រើប្រាស់ប្រចាំថ្ងៃរំកើកអីមិនថាតែការកង passenger ជួរទី1ទី2ឬមកទី3ទៅគឺយើងព្យាយាមធ្វើឲ្យរាយការណ៍ខាងក្រោមអត់ឲ្យបុកជាមួយនឹងកម្រាលជើងរំខានការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនតែបាទទាំងអស់នេះគឺជាស្តង់ដារផលិតផលកម្រាលជើងដែលលក់ហាងអូតូក្លេសិនមិនថាតែរយន្តបាទ GAC GS4 មួយគ្រឿងនេះទេគឺគ្រប់រយន្តរបស់អតិថិជនទាំងអស់គឺយើងតែងតែធ្វើមានស្តង់ដារតែមួយចឹងតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនអត់មានរយន្តប្រភេទជើងដាក់កម្រាលជើងមកមិនឲ្យបងប្អូនអពុំមានខកបំណងទៀតបាទអរគុណច្រើនបាយបាយ